សូមស្រមៃថាតើការព្រមព្រៀងទិញដីតែមួយលើកដែលធ្វើឲ្យផ្ទៃដីប្រទេសមួយកើនឡើងទ្វេដងត្រឹមមួយប្រព្រឹត្តភ្នែកប៉ុន្តែវាបែរជាដាំគ្រាប់ពូជនៃចំនួនដែលស្ទើរតែធ្វើឲ្យប្រជាជាតិទាំងមូលរលាយសាបសូន្យទៅវិញដោយរបៀបណាតើសុបិននៃអាណាចក្រសេរីភាពបានក្លាយជាដើមចមនៃភាពបែកបាក់ដោយរបៀបណាផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ history.com ដំណើរនៃការពង្រីកទឹកដីរបស់សហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ដ៏ធំមួយក្នុងឆ្នាំ1803នៅពេលដែលប្រធានាធិបតី Thomas Jefferson បានទិញដែនដី Louisiana ពីប្រទេសបារាំងក្នុងតម្លៃ$15 លានដែនដីដ៏ធំធេងនេះលាតសន្ធឹងពីទន្លេ Mississippi រហូតដល់ជួរភ្នំ Rocky ដែលបានធ្វើឲ្យទំហំផ្ទៃដីអាមេរិកកើនឡើងទ្វេដងភ្លាមៗសម្រាប់លោក Jefferson កម្មសិទ្ធិដីធ្លីគឺជាបេះដូងនៃសាធារណរដ្ឋដ៏មានគុណធម៌ដោយលោកជឿជាក់ថាប្រជាជាតិដែលមានកសិករឯករាជ្យគឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាសេរីភាពពិតប្រាកដលុះមកដល់ពាក់កណ្ដាលសតវត្សទី19ចលនានេះត្រូវបានគេដាក់ឈ្មោះថា Manifest Destiny ឬវាសនាដែលត្រូវបានកំណត់យោងតាមគេហទំព័រដដែលអ្នកកាសែតឈ្មោះ John O'Sullivan បានបង្កើតពាក្យនេះឡើងក្នុងឆ្នាំ1845ដោយលើកឡើងថាប្រជាជនអាមេរិកមានបេសកកម្មដ៏ពិសិដ្ឋក្នុងការនាំយកការពិសោធន៍នៃសេរីភាពឲ្យលាតសន្ធឹងពេញទ្វីបទោះជាយ៉ាងណាក៏ដោយការរីកចម្រើនយ៉ាងរហ័សនេះបានមកជាមួយនឹងតម្លៃដ៏ខ្ពស់បំផុតនៅពេលដែលប្រទេសនេះពង្រីកខ្លួនទៅទិសខាងលិចស្រមោលដ៏ខ្មៅងងឹតមួយបានតាមជាប់ជានិច្ចនោះគឺវិវាទរឿងរបបទាសភាពរាល់រដ្ឋថ្មីដែលត្រូវបានបញ្ចូលនៅក្នុងសហភាពតែងតែបង្កជាការតស៊ូយ៉ាងខ្លាំងក្លានៅក្នុងសភាទោះបីជាមានកិច្ចសម្រុះសម្រួល Missouri ឆ្នាំ1820ដែលព្យាយាមរក្សាតុល្យភាពរវាងរដ្ឋសេរីនិងរដ្ឋទាសភាពក៏ដោយក៏ភាពតានតឹងនៅតែបន្តកើនឡើងដែលសបញ្ជាក់ឲ្យឃើញថាការពង្រីកដីមិនអាចកាត់ផ្តាច់ចេញពីវិបត្តិសិលធម៌នៃសម័យកាលនោះបានឡើយសាច់រឿងនៃការពង្រីកទឹកដីទៅទិសខាងលិចនេះបានផ្ដល់នូវមេរៀនសកលដ៏ជ្រាលជ្រៅមួយថាការរីកចម្រើនមិនមែនវាស់វែងត្រឹមតែព្រំដែនភូមិសាស្ត្រឬកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេវឌ្ឍនភាពពិតប្រាកដចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះសិលធម៌រួមគ្នានៅពេលដែលសង្គមមួយពង្រីកអំណាចរបស់ខ្លួនដោយមិនបានដោះស្រាយទំនាស់សិលធម៌ផ្ទៃក្នុងឲ្យដាច់ស្រឡះនោះទេទម្ងន់នៃភាពជោគជ័យផ្ទាល់ខ្លួនអាចនឹងក្លាយជាអាវុធត្រឡប់មកបំផ្លាញខ្លួនឯងវិញប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការតស៊ូក្នុងអតីតកាលនិងសក្តានុពលនៃអនាគតកាលប្រសិនបើលោកអ្នកយល់ថាវីដេអូអំពីឫសគល់នៃប្រវត្តិសាស្ត្រអាមេរិកនេះមានតម្លៃសូមកុំភ្លេចចុច like និង Subscribe Channel របស់យើងខ្ញុំដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតតើលោកអ្នកយល់យ៉ាងណាដែរចំពោះការពង្រីកខ្លួនដែលបដូរមកវិញនៅភាពបែកបាក់ផ្ទៃក្នុងបែបនេះសូមបញ្ចេញមតិរបស់លោកអ្នកនៅខាងក្រោម